ចិត្តថប់ទ្រូងពេលឮដំណឹងមនុស្សដែលខ្ញុំតែងទីពឹងដំណឹងនៃការបែកបាំងធ្លាប់ពុះពីនឹងគ្នារាល់គ្រប់ឧបសគ្គពេលនេះមិនដេចបានជាអ្នក